នេះគឺជាបរិបទដំបូងដែលធ្វើរឿងចម្លែកបំផុតលោកគឺហ៊ានលោតចូលនៅក្នុងរណ្ដៅភ្លើងដែលមានរយៈកម្ដៅក្តៅខ្លាំងបំផុតរណ្ដៅភ្លើងនេះគឺមានឈ្មោះថា The Door to Hell ហើយលោកដែលជាអ្នកលោតចូលនោះគឺមានឈ្មោះថា Joyce Corinas កើតនៅក្នុងឆ្នាំ1970នៅក្នុងទីក្រុង Toronto នៅក្នុងប្រទេសកាណាដាអាជីពដំបូងរបស់លោកគឺជាអ្នករុះរកអ្នកសិក្សាអាកាសធាតុនិងអ្នកផលិតភាពយន្តតាមហេតុដែលធ្វើឲ្យលោកចាប់អារម្មណ៍នឹងធម្មជាតិតាក់ទងទៅនឹងបាតុភូតចម្លែកឬក៏តំបន់ចម្លែកហ្នឹងគឺដោយសារតែលោកបានឃើញព្យុះដ៏អស្ចារ្យមួយដែលហៅថាព្យុះរង្វង់មូលឬក៏មានឈ្មោះថាភាសាអង់គ្លេស Tornadoes បន្ទាប់ពីបានឃើញព្យុះនោះហើយលោកមានការចាប់អារម្មណ៍ជាខ្លាំងក៏បានសិក្សានិងបានស្វែងយល់ពីបាតុភូតចម្លែកទាំងអស់នៅលើភពផែនដីយ៉ាងហ្នឹងនៅក្នុងឆ្នាំ2013លោកបានធ្វើរឿងដ៏ចម្លែកមួយគឺធ្វើការលោតចូលនៅក្នុងរណ្ដៅភ្លើងដែលមានរយៈកម្ដៅ50អង្សាសេបូកឡើងទៅការលោតចូលរណ្ដៅនេះបានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលជាមួយនឹងគាត់ជាខ្លាំងហើយក៏បានធ្វើឲ្យគាត់មានភាពល្បីល្បាញផងដែរក្នុងការលោតចូលក្នុងរណ្ដៅភ្លើងនេះគាត់គឺមានគោលបំណងធំមួយគឺដើម្បីសិក្សាអំពី Extremophile ឬក៏ហៅថាសរីរាង្គតូចៗដែលកើតឡើងពី micro សាកសពដែលវាអាចរស់នៅក្នុងសីតុណ្ហភាពឬក៏បរិស្ថានដ៏អាក្រក់ហើយនៅក្នុងរណ្ដៅភ្លើងនេះគឺវាមានសរីរាង្គតូចៗទាំងអស់ហ្នឹងទើបធ្វើឲ្យលោកចង់ពិសោធន៍ដោយធ្វើការចោះចូលដើម្បីយកអាសរីរាង្គតូចៗទាំងអស់ហ្នឹងយកមកពិនិត្យមើលថាហេតុអ្វីបានវាអាចរស់នៅក្នុងសីតុណ្ហភាពដ៏ក្តៅបែបហ្នឹងបានក្នុងការលោតចូលនោះដែរក៏លោកមានអាវការពារកម្ដៅផងដែរមិនមែនចេះតែចូលដោយអត់មានអីការពារនោះទេខោអាវការពារកម្ដៅរបស់លោកគឺមានបច្ចេកវិទ្យាការពារខ្ពស់មានទាំងម៉ាស៊ីនដកដង្ហើមនៅក្នុងនឹងផងដែរដែលសហការជាមួយនឹងអ្នកវិទ្យាសាស្ត្រក្នុងការបំពាក់ខោអាវនេះទៅលើគាត់លោកត្រូវបានគេចាត់ទុកថាគឺជាអ្នកដែលរុះរកដ៏ក្លាហានដែលបានធ្វើដំណើរទៅកន្លែងដ៏គ្រោះថ្នាក់បំផុតនៅលើភពផែនដីដើម្បីវិទ្យាសាស្ត្រនិងដើម្បីចាក់ផ្សាយឲ្យពិភពលោកឬក៏ឲ្យមនុស្សពួកយើងនឹងទាំងអស់គ្នានឹងបានដឹងអំពីអ្វីដែលចម្លែកនៅក្នុងភពផែនដីយើងនឹងហើយវីដេអូដែលខ្ញុំបានធ្វើអំពីគាត់ប្រហែលជា2នាទីនេះគឺវាមិនអាចបោះក្បាយនោះទេដោយសារតែខ្ញុំសង្ខេបយកចំណុចសំខាន់ៗមកបង្ហាញតែប៉ុណ្ណឹងហើយនៅមានវីដេអូផ្សេងៗទៀតដែលគាត់ធ្វើរឿងចម្លែកជាច្រើនបើសិនអ្នកនរគ្នាពេញចិត្តនៅការនិយាយអំពីរឿងចម្លែកជាច្រើននៅក្នុងភពផែនដីយើងហ្នឹងសូមអ្នកទាំងអស់គ្នាជួយ Subscribe នៅ Channel មួយនេះហើយកុំភ្លេចជួយ Like Share ផងអូខេអរគុណសម្រាប់ការទស្សនានិង Thank you for watching